Tỏ hello đây khi chứ mà vừa tập lập mới cho mình crew trên sim xa chỉ thay bên đồng thì đấy ok hay bạn hay nâng có ba có khan là po video đi chụp 7 ngày thế nè 7 ngày chọc này thì sao vì ở cái láng bệ mong pin đọc rồi ngày với ở cái láng tới hay 7 ngày muốn nó người đây lươn này mong mình đọc ấy đây lui về năng hay ngày nâng có miên pe tạch tôi tầm bật ngày nâng tích thiết để đá này thọt hay cái để vậy hay có miên pe tạch tôi chơi liệt mà thọt đó nghe chạy cùng lấy lồng hạt tạch tôi hay lồng hạt này đá có lọp tranh bạn đột đài tranh cà pì nam pi pon đập buôn lực tìm mùi mà đi ai cho tầm mơ bán hay cái aiនឹងចេញម្ដងទៀតក៏យើងមើលមិនឃើញដែរដោយសារតែលំហាត់នេះវាមិនជាធំពេកអីណាទេវាក៏លើសតែបន្តិចទេចំពោះសំណួរខនេះបាទសំណួរកគឺយើងរកធម្មតាទេតោះអញ្ចឹងដើម្បីឲ្យដឹងថាលំហាត់នឹងគឺដោះតាមរបៀបណាយើងទៅតាមវីដេអូទាំងអស់គ្នាអូខេអញ្ចឹងទី1កsorry តោះឥឡូវយើងអានប្រធានសិនគេសង់បូប៊ីនមួយមានអង្គឌីតង់បាទតាមដែលស្មើនឹង64មីលីហុងរីដោយប្រើខ្សែចម្លងដែលមានកត់ផ្ចិត D ស្មើនឹង0.8មីលីម៉ែត្រអញ្ចឹងកត់ផ្ចិតកន្លែងហ្នឹងគឺជាកត់ផ្ចិតរបស់ខ្សែចម្លងអូខេស្រោបដោយ E សឡង់ដែលមានកម្រាស់ E សឡង់ ស្មើ0.1មីលីម៉ែត្របាទអាហ្នឹងគឺជាកម្រាស់ E សឡង់ជាស្ពាជាប់គ្នាអញ្ចឹងយើងអត់ដឹងថាប្រហែលស្ពាទេនៅលើស៊ីឡាំងដែលមានកត់ផ្ចិតដេសពី2សង់ទីម៉ែត្រអូខេអញ្ចឹងកត់ផ្ចិតហ្នឹងគឺកត់ផ្ចិតរបស់ស៊ីឡាំងហ្នឹងឯងហើយស៊ីឡាំងនៅគឺជាអីគេស៊ីឡាំងហ្នឹងឯងគឺជាបូប៊ីនហ្នឹងអញ្ចឹងអាកត់ផ្ចិតហ្នឹងគឺជាកត់ផ្ចិតរបស់បូប៊ីនតោះសំណួរកគេឲ្យរកចំនួនស្ពាគេថាតើគេត្រូវរងបូប៊ីនចំនួនប៉ុន្មានស្ពាអូខេអញ្ចឹងចំនួនស្ពាកន្លែងហ្នឹងយើងដល់ពេលមានអង្គឌីតង់មានយើងស្គាល់1 0 សារវាជាតម្លៃថេអញ្ចឹងហើយយើងស្គាល់ D ធំនេះដែលយើងអាចរក A ឃើញហ្នឹងយើងទៅនឹកឃើញរូបមន្តមួយគឺរូបមន្ត L ស្មើ1 0 n gray A លើ អូខេរូបមន្តដំបូងបំផុតនៅក្នុងមេរៀនអូតូអាំងឌីសង់របស់យើងបាទប៉ុន្តែនេះ AL នេះគឺយើងអត់ដឹងទេយើងអត់ដឹងថានឹងជាអីគេទេsorry មិនមែនអត់ដឹងថាជាអីគេទេអាហ្នឹងគឺជាប្រវាយរបស់selenium ប៉ុន្តែយើងអត់ដឹងថាប្រវាយវាស្មើប៉ុន្មានទេអញ្ចឹងយើងអាចយកទៅជួសចូល direct យកហ្មងទេយើងត្រូវដឹងរូបមន្តមួយទៀតបាទរូបមន្តនៅក្នុងមេរៀនដែលម៉ាញេទិករបស់យើងគឺ n ស្មើជាមួយនឹង xl លើ d បូក2បូក 2e អូខេដោយសារតែ x នេះគឺជាចំនួនស្ទាប់អូខេចំនួនស្ទាប់ប៉ុន្តែក្នុងនេះគេអត់មានបញ្ជាក់ចំនួនស្ទាប់យើងស្មើប្រមាណទេអូខេប្រធានគេប្រាប់តាស្ទាប់កម្រាស់ E សឡង់ទេគេអត់បញ្ជាក់ចំនួនជាន់ឬក៏ចំនួនស្ទាប់គឺយើងសន្មតយកវាស្មើ1តែម្ដងយើងយក x ស្មើ1តែម្ដងហើយក្នុងករណីដែលគេអត់បញ្ជាក់កម្រាស់ E សឡង់បានន័យថាកម្រាស់ E សឡង់ហ្នឹងគឺយើងសន្មតថាស្មើ0បានន័យថាយើងចោលវាបានអូខេបើសិនជាគេប្រាប់អត់ប្រាប់ x រូបមន្តយើងប៉ុណ្នេះបើសិនជាគេប្រាប់ x អត់ប្រាប់រូបមន្តយើងគឺប៉ុណ្នេះ xl លើ d អូខេយើងលុបចោលទៅនេះបើសិនជាគេប្រាប់ទាំងអស់អញ្ចឹងរូបមន្តយើងគឺដាក់ full original វាវិញមកគឺ xl លើ d បូក2បូក 2e អូខេអញ្ចឹងតោះកុំឲ្យខាត់ពេលយូរហើយតិចថាច្រឡំយកអាហ្នឹងយកទៅជួសកន្លែងនេះអាហ្នឹងនឹងយកទៅជួសទៅនឹងជាប់ l មកវិញហើយយើងនឹងអត់ចេញយើងនឹងភាំងហើយណាមួយយើងកំពុងទៅរយគេយើងកំពុងទៅរយចំនួនស្ពាអញ្ចឹងបើយើងយកអា n ហ្នឹងយកទៅជួសកន្លែងនេះវាប្រកាសជាបាត់ n ក្នុងហ្នឹងជាងយើងរកចំនួនស្ពាឃើញទេរកដល់ស្អែករកមិនឃើញផងអញ្ចឹងអីយើងអត់ស្គាល់ក្នុងសម័យកាលនេះយើងអត់ស្គាល់ L នេះត្រូវអត់អញ្ចឹងយើងទាញរក L ពីក្នុងនេះមកបន្ទាប់មកយើងយកអាហ្នឹងយកទៅជួសក្នុងនេះវិញទៅគឺវាដាច់ L អីអូខេតោះអញ្ចឹងយើងទាញ L មកយើងយកគុណចូលគ្នាមកអញ្ចឹងវា n កតា d បូក 2e បន្ទាប់មកយើងយកអា L ស្មើ n កតា d បូក 2e ហ្នឹងយកជួសរូបមន្តដើមរបស់យើងវិញទៅនេះយើងជួសកន្លែង n L ខាងក្រោមនេះមកយើងនឹងឃើញកតាសម្រួលបានយើងសម្រួល n ចោលវិញទៅអានេះអស់នៅលើសល់ n 1អញ្ចឹងយើងបានប៉ុណ្ណេះអូខេ1 0 n a នៅលើ d បូក 2e
ប៉ុន្តែអីយើងចង់រកគឺ n អញ្ចឹងយើងបោះរក n មកអូខេអានេះ l អញ្ចឹងខ្ញុំគុណខ្វែងទៅវាបាន l កតា d បូក 2e ស្មើនឹង10 n na យើងបោះរក n មកអញ្ចឹងនាំឲ្យ n ស្មើនឹងអានេះគុណបាទ10ជាមួយនឹង a នេះគុណយើងបោះចងសញ្ញាស្មើគឺចេញចែកអញ្ចឹងវាប្រកាសជានៅខាងក្រោមនេះហើយអូខេ10 a នេះ l កតា d បូក 2e អញ្ចឹងទៅប៉ុណ្នេះប៉ុន្តែ a នេះសួរថាយើងអាចយើងមានតម្លៃនៅក្នុងនេះអត់អូខេអត់មានទេប៉ុន្តែយើងអាចរកបានដោយរូបមន្តអូខេគេថាអង្កត់ផ្ចិតហ្នឹងបោះស៊ីឡាំងវាមានរាងបែបនេះអូខេនេះអង្កត់ផ្ចិតរបស់វាយើងឃើញថានៅលើហ្នឹងវាជាអីគេវាជារង្វង់អញ្ចឹងបើសិនជាគេ5អង្កត់ផ្ចិតមករង្វង់រូបមន្តអីគេកណាផ្ទៃផៃ d ការ៉េនៅលើ4បាទហ្នឹងហើយគឺជា a របស់យើងអញ្ចឹងយើងគ្រាន់តែយកអាហ្នឹងនេះ a ផៃ d ការ៉េលើ4ហ្នឹងយកមកជួកន្លែង a នេះមកយើងបានរូបមន្តប៉ុណ្ណេះហើយយើងចង់ជួលេខចូលកន្លែងហ្នឹងក៏បានយើងចង់បោះ4ទៅលើសិនក៏បានដើម្បីមើលទៅកុំឲ្យមើលទៅវាញ៉ៃអញ្ចឹងណាអញ្ចឹងក្នុងនេះខ្ញុំបោះ4ទៅលើហើយទៅហើយបើយើងដាក់ដោយអូខេយើងអស់បំរាប់ហើយគេប្រាប់យើងតែប៉ុណ្្នឹងអញ្ចឹងយើងអាចល្មមមករកឃើញបាទអាំងលីតង់ឲ្យយើងស្គាល់កັບចេះខ្សែចម្លងឲ្យយើងស្គាល់កម្រាស់ e ស្លងឲ្យយើងស្គាល់1 0នេះតម្លៃថេបាទជំរាបម៉ាញេទិកស្មើនឹង4ផែ10សេគុណដល់7 Tesla ម៉ែត្រក្នុងអាំពែហើយជាមួយនឹង D 2 សង់ទីម៉ែត្រអូខេហើយយើងយកជួសចូលទៅកន្លែងហ្នឹងយើងអាចប្រាប់គេបន្តិចទៅក៏បានដែរប៉ុន្តែគិតថាក្នុងប្រធាននេះជាគេប្រាប់ឲ្យថាផៃការ៉េស្មើ10អូខេនេះផៃការ៉េគេយក10បើសិនជាប្រធានកន្លែងហ្នឹងគេប្រាប់ទេយើងអាចទៅសេខ្លួនឯងកន្លែងនេះមកបាទបើសិនជាគេអត់ប្រាប់ណានេះយើងសេកន្លែងនេះមកដាក់ថាយកវងកញ្ចក់នេះមកយកផៃការ៉េស្មើ10អូខេយើងសេតែប៉ុណ្្នឹងគឺគេដឹងហើយអូខេបន្ទាប់មកយើងគ្រាន់តែកណនីលេខទេកណនីលេខម្ដុំហ្នឹងទៅគឺចេញមកបាន16គុណ10សេគុណ4ស្ពាយយើងអាចសរសេរ 1.5 sorry 1.6ដល់សេគុណ5ក៏បានដែរអូខេហើយយើងឆ្លើយដូចនេះមកចប់ហើយសំណួរករបស់យើងអូខេតោះឥឡូវយើងទៅមើលសំណួរខយើងទៅអានសំណួរខបន្តិចមកគេថាគេចង់ឲ្យបូប៊ីននេះមានអង្គឌីតង់ឡើងដល់ L2 ស្មើជាមួយនឹង81មីលីហង្រីគេសួរតើគេត្រូវរុំបូប៊ីននេះសារជាថ្មីដោយប្រើខ្សែចម្លងឆ្មើជាងមុនលើស៊ីឡាំងដដែលអញ្ចឹងលើស៊ីឡាំងដដែលបានន័យថាមិនបានន័យថាកត់ផ្ចិតរបស់ស៊ីឡាំងនេះក៏ដដែលដោយសារវាស៊ីឡាំងដដែលហើយកត់ផ្ចិតខ្សែចម្លងក៏នៅដដែលដែរកម្រាស់ e ស៊ីឡង់នេះក៏នៅដដែលដែរហើយអូខេអស់ហើយណាឬមួយក៏យើងមិនបាច់ mention កន្លែងហ្នឹងក៏វាអត់ជាបញ្ហាដែរតោះគេសួរថាតើបូប៊ីនក្រោយនេះមានចំនួនស្ពាយប្រមាណអញ្ចឹងបានន័យថាគេសួររកចំនួនស្ពាយរបស់អាបូប៊ីនដែលគេរុំថ្មីហ្នឹងអូខេតោះអញ្ចឹងយើងទៅរកតាមរបៀបណាគឺយើងមួយចំនួនប្រកាសជាអត់ដឹងអីគ្នាយើងប្រកាសជានឹកឃើញរូបមន្តហ្នឹងទៀតហើយ L2 ស្មើអីគេ10 n នៅថា n2 ចុះរក្សាគេតាំង n2 ការ៉េ a នៅលើ l អូខេ10យើងស្គាល់នេះយើងស្គាល់យើងរកអានេះ L2 យើងស្គាល់នេះយើងពងរកត្រូវអត់អូខេហើយ L នេះយើងរកមកពីណាគ្នាយើងប្រកាសជាទៅរក L ហ្នឹងពីក្នុងនេះពីក្នុងអា L1 ដែលយើងរកឃើញនេះ10 n1 ការ៉េ a លើ l ដោយសារអីយើងស្គាល់អានេះហើយ a យើងស្គាល់ n1 យើងស្គាល់ a លេខតង់យើងស្គាល់យើងទៅរក l ហើយយើងយកជួសចូលក្នុងនេះវិញរកតាមហ្នឹងក៏បានដែរអត់ខ្វល់ទេគ្រាន់តែថាវាអាចនឹងវែងវាស៊ីពេលយើងទៀតអញ្ចឹងយើងមានវិធីមួយទៀតបាទថ្ងៃហ្នឹងយើងមានវិធីមួយទៀតដើម្បីរកអាហ្នឹងបានលឿនជាងមុនតោះអញ្ចឹងយើងធ្វើទាំងអស់គ្នាខគេថាគេនៃចំនួនស្ពាយបូប៊ីនក្រោយអញ្ចឹងយើងដាក់មកL1 អូខេយើងតាំងជាសមីការមួយរូបមន្ត L1 គឺ1 n ការ៉េ 1a នៅលើ L ដែលសារគេតាំង1 2អញ្ចឹងយើងអាចតាំងតាមគេទៅបើសិនជាគេតាំងព្រីមយើងតាំងគេទៅហើយបើសិនជាគេតាំងអីផ្សេងទៀតអាហ្នឹងយើងតាមគេទៅយើងចាក់បដ ாய் តាមគេទៅអូខេហើយយើងមានមួយទៀតដែលសារតែ
cái rô mà nâng mà đong tiết chẳng bà con ai dư bà con chỉ mình ăn lịch tông thâm ấy ấy chẳng ăn lịch tông thì pi sma chỉ mùi nâng môi rổ ăn pi cái này là lỡ hay số tham mạch mình môi rổ đã lịch pi để tơi đã tạ ân chẳng ăn đã lịch pi để tơi đã lịch pi để tơi để sao tại việc prep pro tại ăn lịch tông hay nâng chỉ đồn speed thì môi rổ đi cái hai thằng chuẩn bị mà nhận tơi anh nâng cứ miên tờ lại thề để dương đăng tha chuẩn bị mà nhận tơi nâng lại với cái buôn phai là sẽ còn độ một Tesla Max 50 ampere នេះគឺនៅតារាដែលយើងបាននិយាយឲ្យគឺកត់ចិត្តស៊ីឡាំងគឺនៅតារាប្រវែងស៊ីឡាំងក៏នៅតារាដែរដោយសារយើងយកស៊ីឡាំងតារាយកមករុំអញ្ចឹងយើងមើលអាទី1អាទី2ហ្នឹងយើងយកវាធៀបគ្នាមកដាក់ថាយក1ធៀប2មកអញ្ចឹង L1 នៅលើ L2 ស្មើជាមួយហ្នឹងយើងគ្រាន់ជួសចូលវិញទេ L1 គឺវាប៉ុណ្នេះ L2 គឺវាប៉ុណ្នេះហើយយើងមើលថាអាណាដែលយើងអាចសម្រួលបានអូខេ1 0នេះថេយើងអាចសម្រួលបាន L និង L នេះយើងអាចសម្រួលបានដែរអូខេ A នេះយើងសម្រួលបានដែរអញ្ចឹងនៅសល់អីគេនៅសល់តែ L1 នៅលើ L2 ស្មើជាមួយនឹង N1 នៅលើ N2 ឡើងជាការ៉េតែប៉ិតដំបូងវានៅសល់ប៉ុណ្ណេះ N1 នៅលើ N2 ការ៉េប៉ុន្តែដល់ពេលការ៉េលើខំអញ្ចឹងខ្ញុំអាចទៅសេការ៉េក្តោបរួមចេះបានអូខេវាគ្រាន់គុណចូលមួយវិញទេតោះអញ្ចឹងកន្លែងហ្នឹងគឺយើងគ្រាន់តែជួសលេខចូលវិញទេយើងគ្រាន់ដាក់ដោយមកកន្លែងនេះL1 នេះយើងចង់ទៅសេ64ដល់សេគុណដក3 Hungry ចាស់ក៏បានដែរអានេះគឺដូចគ្នាបាទឬក៏យើងបាញ់បែកខ្នាតក៏បានដែរដោយសារអីវាជាផលធៀបបាទអញ្ចឹងបើសិនជាវាជាផលធៀបនៅពេល Milli Hungry ចាយជាមួយនឹង Milli Hungry វាប្រកាសជាសម្រួលគ្នាអស់ហើយទៅចឹងដាច់ហើយអញ្ចឹងយើងបាញ់បែកខ្នាតក៏បានដែរយើងចង់បែកខ្នាតក៏បានដែរបើសិនជាបែកខ្នាតគឺវាចេញមកគ្រាន់តែចេញមកប៉ុណ្នេះដល់សេគុណដក3អានេះ81ដល់សេគុណដក3អានេះសម្រួលផ្សោតអញ្ចឹងនៅ64លើ81តដែរនឹងឃើញអត់ចឹងយើងបាញ់បែកខ្នាតក៏បានដែរកន្លែងហ្នឹងតែខ្នាតគេឲ្យមកដូចគ្នាហើយអូខេ N1 នេះយើងរកឃើញពីសំណួរកគឺ16ដល់សេគុណ4ដល់សេគុណ4ស្ពីអូខេយើងជួសចូលមកបាន64លើ81ស្មើជាមួយនឹងប៉ុណ្នេះក្តោបការ៉េហើយ64លើ81នេះខ្ញុំអាចទៅសេបាន8លើ9ក្តោបការ៉េអូខេហេតុអីយើងមើល8ការ៉េស្មើនឹង64អត់អូខេស្មើនឹង64ហើយ9ការ៉េស្មើនឹង8 81អូខេអញ្ចឹងការ៉េលើក្រោយខ្ញុំអាចសេ8លើ9ក្តោបការ៉េរួមអូខេស្មើជាមួយនឹងប៉ុណ្នេះអញ្ចឹងអានេះក៏ការ៉េអានេះក៏ការ៉េយើងអាចលុបវាបានបាទចោលទៅនៅសល់8លើ9ស្មើ16ដល់សេគុណ4នៅលើ N2 អីដែលយើងចង់រកគឺរក N2 ដែលថាគេចង់រកស្ពាននៅបប៊ីនក្រោយអញ្ចឹងយើងបោះរក N2 មកយើងស្មើនឹងអានេះក៏នេះចែកជាមួយនឹងចែកមួយនេះបានន័យថាយើងគុណខ្វែងចេះអូខេអញ្ចឹងឥឡូវយើងធ្វើមួយចុះហើយនេះខ្ញុំដោយសារខ្ញុំសេហើយអញ្ចឹងខ្លាចគ្នាយើងអត់យល់ខ្ញុំធ្វើមួយចុះsorry នេះសេខុសដែរ8N2 ស្មើជាមួយនឹង9 10គុណ16គុណដល់សេគុណ4ហើយយើងបោះរក N2 មកវាស្មើជាមួយនឹង9គុណ16គុណដល់សេគុណ4ចែកជាមួយនឹង8ដោយសារនេះគុណយើងបោះឆ្លងសញ្ញាស្មើមកគឺចេញញ៉ាចែកឃើញអត់បាទដូចគ្នាណាហើយគ្រាន់គិតលេខមកយើងបាន18 10សេគុណ4ស្ពាអូខេហើយយើងឆ្លើយដូចនេះមក N2 ស្មើ18 10សេគុណ4ស្ពាគឺរួចជាការស្រេចអូខេបាទអញ្ចឹងលំហាត់ហ្នឹងវានៅក្នុងមេរៀនអូតូអាំងលីចង់យើងទេហើយវាក៏មិនជាពិបាកអីណាដែរអញ្ចឹងយើងមើលឃើញដែរគេអាចចេញអាហ្នឹងមកវិញអីទៅចំពោះមេរៀនអូតូអាំងលីចង់បាទតែគ្នាយើងដឹងអីមេរៀនអូតូអាំងលីចង់គឺគេអត់ដែរចោលទេគឺគេចេញរាល់តែឆ្នាំហ្នឹងចរន្តឆ្នាំខ្លះក៏គេម្លងឆ្នាំខ្លះក៏គេចេញជាប់គ្នាពីរឆ្នាំអញ្ចឹងទៅហើយមេរៀនអូតូអានិកនេះក៏វាសំខាន់ដែរអញ្ចឹងយើងអាចឆ្លៀតពេលមើលអាហ្នឹងតិចទៅហើយណាមួយអានេះវាចេញបាក់ដប់2014ផងលើកទី1ទៀតអញ្ចឹងខ្ញុំគិតថាគ្នាយើងប្រកាសជាអត់ចង់មើលអាឆ្នាំចាស់ទេហើយក៏ខ្ជិលអស់មើលដែរអ្នកខ្លះគឺខ្ជិលអស់មើលអញ្ចឹងខ្ញុំក៏លើកយកអាហ្នឹងយកមកចែកម្លែកនៅក្នុងនេះបណ្ដោយទៅកុំឲ្យគ្នាយើងក៏បើក TikTok មកឃើញយកហ្មងអូខេ
បាទអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរ and I will see you guys in the next video. Bye bye